ពីណាគេខ្លះតាមដានសាច់រឿងរបស់គេរហូតដល់ដាច់យប់មិញលើកដៃភ្លាមនិយាយមែនបងប្អូនស្រុកខ្មែរសំតសើហ្មងនិយាយមែនវិញបើកភ្នែកឡើងកំឲ្យតែតាមតន់មួយរឿងបងប្អូនអត់មានដឹងអាលីងហ្មងខ្វាយតាមដានច្រើនពេកបងប្អូននាំតែ stress ទេឥឡូវហ្នឹងគឺយើងមកធ្វើការធ្វើនំគៀវវិញម្ដងរបស់យើងសបកគឺមាន2ម៉ូតហើយសំបីតែស្នូលក៏ខ្ញុំធ្វើ2ប្រភេទដែរធ្វើតាមគេចែករំលែកដែរបងប្អូនប៉ុន្តែរសជាតិគឺអែមតែម្ដងឆ្ងាញ់ខ្លាំងមែនទែនជាពិសេសបើថាបានយកទៅចៀនទៀតបងប្អូនគឺឲ្យអ៊ុយតែម្ដងជាមួយនឹងរសជាតិហ្នឹងហើយក្មេករបស់ខ្ញុំគាត់វិចហ្នឹងគឺជាមួយនឹងរសជាតិដើមហើយរសជាតិដែលខ្ញុំធ្វើនេះគឺជារសជាតិថ្មីហ្នឹងគឺយើងមានជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនហើយជាមួយនឹងបកាហើយបន្ទាប់មកគឺយើងមានជាមួយនឹងសានយ៉ាវហើយជាមួយនឹងការ៉ុតហើយមួយជ្រុះស្លឹកខ្ទឹមទឹកនេះគឺទឹកខ្ញីនិងទឹកស្លឹកខ្ទឹមបងដើម្បីកាត់ឆ្អាបហើយមានអំបិលប៊ីចេងប្រេងខ្យងស្ករជាមួយនឹងម្រេចកុំភ្លេចដាក់ជាមួយម្សៅស៊ុបបន្តិចផងបងប្អូនតែប៉ុណ្ណឹងគ្រឿងយើងគឺអូខេហើយអូមួយទៀតគឺកុំភ្លេចដាក់ទឹកស៊ីអ៊ីវចិនផងបងប្អូនដាក់ទឹកស៊ីអ៊ីវគឺរសជាតិវាកាន់តែឈ្ងុយហើយឥឡូវស្នូលដែលពួកខ្ញុំបានធ្វើហ្នឹងគឺធ្វើហើយបងប្អូនទាំងគ្នាឥឡូវគឺយើងចាប់ផ្ដើមធ្វើការវេចខ្ចប់តែបងប្អូនចង់ឲ្យវាជាប់សបករបស់វាយើងលាបទឹកបន្តិចទៅគឺវាជាប់ហើយបើបងប្អូនចង់បានម៉ូតស្អាតអាចធ្វើម៉ូតរបស់ខ្ញុំនេះក៏បានដែរបងប្អូនផ្សេងហ្នឹងគឺម៉ូតម៉ែក្មេករបស់ខ្ញុំគាត់ធ្វើម៉ែក្មេកខ្ញុំគាត់ថាម៉ូតដែលខ្ញុំធ្វើហ្នឹងគឺស្អាតប៉ុន្តែគាត់រៀនអត់ចេះសោះខ្ញុំដាក់បកាខាងក្រោមហើយជាមួយនឹងនំរបស់យើងខាងលើសាខ្ញុំទិញបកាមករៀងច្រើនបងប្អូនអញ្ចឹងទៅគឺខ្ញុំដាក់ចំហុយខ្លះហ្មងទៅតែប៉ុណ្្នឹងជាការស្រេចបងប្អូននំគៀវនេះគេចូលចិត្តញ៉ាំជាមួយនឹងទឹកស៊ីអ៊ូចាន់រូបប្តីរបស់ខ្ញុំបងប្អូនហើយឈឺទៅប្រហែលថ្ងៃសក់ឡើងសក្បោះតែម្ដងភ្ញាក់ពីដេកភ្លាមតែម្ដងទឹកទៅមើលអាកាសធាតុបងប្អូនហើយ13អង្សាសេគឺមានន័យថាល្ងាខ្លាំងមែនតែនហ្មងការងារឥឡូវហ្នឹងគឺធ្វើខ្លួនឯងទាំងអស់ហ្នឹងប្តីជួយអត់ការទេបងប្អូនអញ្ចឹងគឺយកអាវ៉ាន់មកដាក់ឲ្យឆ្លៀតកក់សក់តែម្ដងទៅខ្ញុំល្ងាអញ្ចឹងគឺពិបាកកក់ខ្លួនឯងបងប្អូនអញ្ចឹងទៅឲ្យគេកក់ឲ្យហ្មងទៅសម្រាប់សាប៊ូដែលខ្ញុំប្រើគឺខ្ញុំប្រើជាមួយនឹងសាប៊ូកក់សក់ក្លិនគេមានសម្រាប់សក់ខូចនិងសម្រាប់សក់អង្គេតែសាប៊ូដែលខ្ញុំកំពុងតែប្រើនេះគឺខ្ញុំប្រើសម្រាប់ការពារសក់ជ្រុះក្លិនការពារសក់ជ្រុះនេះគឺឈរនៅលើទីផ្សារយូរឯងបងប្អូនទាំងគ្នាគុណភាពវាក៏ល្អប្រើដែរដោយសារតែពេលកក់គឺមានពពុះច្រើនជួយកម្ចាត់ស្បែកក្បាលបានល្អជាពិសេសហ្នឹងគឺថាជួយកាត់បន្ថយនៅបញ្ហាសក់ជ្រុះសារតែនៅក្នុងសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះគឺមានវីតាមីន E និងវីតាមីន B5 ដែលជួយថែសក់របស់យើងឲ្យរឹងមាំតាំងពីកុលរហូតដល់ចុងកុំភ្លេចណាដើម្បីទទួលបានសក់យើងកាន់តែទន់បងប្អូនគួរតែប្រើជាមួយនឹងអបរបស់វាជាឈុតតែម្ដងសម្រាប់អបនេះគឺនៅពេលដែលយើងលាបនៅលើសាច់សក់ថ្នម2ទៅ3នាទីគឺយើងអាចលាងទឹកចេញបានហើយយើងកក់ជាឈុតបែបហ្នឹងគឺវាជំនួយដល់សក់របស់យើងកាន់តែធ្វើឲ្យសក់របស់យើងទន់ភ្លឺរលោងតែម្ដងបងប្អូនអរគុណហើយបងប្អូនកុំភ្លេចណាជាមួយនឹងសាប៊ូកក់សក់ក្លិនដែលជាផលិតផលខ្មែររបស់យើងតែគុណភាពល្អទេជាពិសេសគឺតម្លៃសមរម្យខ្លាំងមែនទែនបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំចាប់ផ្ដើមយកអវ៉ាន់ទៅដាក់ឲ្យភ្ញៀវបងប្អូនអរគ្នាថ្ងៃហ្នឹងគឺបានប្រហែល9នាក់បាន10នាក់ជាងបងប្អូនតែដោយសារអវ៉ាន់ខ្លះវាអត់តន់ចូលស្តុកតល្ងាចបានដាក់មួយជើងទៀតរួមទៅគឺមានតែអរគុណបងប្អូនខ្លាំងមែនទែនដែលគាត់នៅចិននេះគឺគាត់ជួយកំងអវ៉ាន់បងប្អូនហើយភ្ញៀវស្រួលណាហាត់កំងអវ៉ាន់គឺថាកម្រតថ្លៃហ្មងពួករិសាភ្ញៀវគាត់ដឹងចិត្តលក្ខណៈថាតតម្លៃប៉ុណ្ណាគឺដាក់តែប៉ុណ្ណឹងហើយគឺចុះនៅក្នុងនឹងស្រេចឲ្យម្យ៉ាងទៀតគឺថាមានទំនុកចិត្តតែម្ដងបងប្អូនគឺបាញ់លុយឲ្យដឹងតែដាក់អវ៉ាន់ឲ្យអវ៉ាន់មានស្តុកប្រាប់ថាស្តុកអវ៉ាន់អត់មានគឺប្រាប់ឲ្យចាំគឺដឹងតែចាំហើយហូស៊ីម៉ាត់ណាគឺម៉ាត់នឹងចឹងហើយគឺភ្ញៀវចូលមកឲ្យមួយទៀតខ្ញុំបងប្អូនហើយគាត់ថាដល់ខែល្ងាគាត់អូសទុកឲ្យហើយពលពេលខ្លះល្ងាខ្លាំងពេកទៅគឺគាត់អត់ហ៊ានចេញក្រៅដូចតែគ្នាហ្នឹងហើយមួយដៃរបស់គាត់ឡើងអាចរុយហ្មងនិយាយរួមទៅមិនមែនតែដៃគាត់ទេសូម្បីតែដៃខ្ញុំអញ្ចឹងដែរឲ្យតែចូលដល់ខែល្ងាវាល្ងាខ្លាំងពេកទៅគឺដៃរបស់ខ្ញុំគឺខ្នងដៃរបស់ខ្ញុំគឺឡើងអាចរុយបងប្អូនទាំងគ្នាតតែផាត់ខែល្ងាអញ្ចឹងទៅចូលដល់ខែក្តៅវិញអញ្ចឹងទៅបានដៃយើងនឹងគឺបានធម្មតាមកវិញខាងពួកខ្ញុំនេះគឺល្ងាអត់តន់អស់ជាតិទេណាបងប្អូនគឺទៅ13អង្សាសេពេលខ្លះគឺល្ងាដល់0អង្សាសេក៏មានដែរបងប្អូនហើយសម្រាប់ខ្ញុំនេះគឺខ្ញុំចូលចិត្តតែខែក្តៅទេខ្ញុំមិនចូលចិត្តខែល្ងាព្រួយអីខ្ញុំទ្រាំជាមួយនឹងអាកាសធាតុអត់បានហើយដល់ពេលហ្នឹងសូម្បីតែវីដេអូក៏សូវបានថតឲ្យបងប្អូនមើលដែរខ្ញុំតងាខ្លាំងខ្ញុំនៅទៅក្នុងភួយទេបងប្អូនសូម្បីតែការញ៉ាំចុកក៏ខ្ញុំអត់សូវបានញ៉ាំអត់សូវចុកដែរគឺខ្ញុំពិបាករស់នៅខ្លាំងមែនទែនខ្ញុំនិយាយមែនបើមានលុយវិញខែក្តៅខ្ញុំរត់ទៅនៅខ្មែរចាំខែត្រជាក់ចាំរត់មកវិញតែឥឡូវហ្នឹងយើងមិនទាន់មានជីវភាពបែបហ្នឹងទេបងប្អូនអើយអញ្ចឹងហើយល្ងាក៏ត្រូវតែទ្រាំដែរវីដេអូដែលបងប្អូនចែកប្លែកនៅហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូបងប្អូនតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូថ្ងៃស្អែកទៀត